គេផ្សេងពេលគេឈឺគេមានអារម្មណ៍ទៅណាតែខុសពីខ្ញុំពេលដែលខ្ញុំឈឺគឺថាមានចការធ្វើខ្លួនចាគឺថាតរអីញ៉ាំតែម្ដងព្រោះថាបើឈឺហើយនៅគេងស្ទាក់មកកន្លែងទៀតណាហ្នឹងកាន់តែបាក់យកហ្មងជំងឺកាច់បានហ្មងណាអញ្ចឹងហើយគឺយើងត្រូវតែឈ្នះជំងឺសុខចិត្តចាញ់គ្រប់បែបយ៉ាងតែមិនចាញ់ជំងឺជាដាច់ខាតជាទម្លាប់របស់ខ្ញុំមិនទៅណាទៅណីគឺថាគឺតែងតែ make up និយាយទៅនេះគឺខ្ញុំមកប្រើជាមួយនឹង Cushion Vitamin ទៀតដែរបងប្អូននិយាយទៅនេះចូលប្រអប់ថ្មីទៀតដែរណាចាគ្រាន់ថាដក Cushion ចេញពីប្រអប់ដកមិនចង់រួចផងចាអត់មានបងណាស្ម័គ្រចិត្តមកដក Cushion ឲ្យខ្ញុំទេណោះអូយនិយាយលេងទេបងប្អូនទាំងអស់គ្នាអើយចាគ្រាន់ធ្វើប៉ុណ្ណឹងធ្វើអត់បានខ្លួនឯងចប់បាត់ហើយនិយាយមែនណាខ្ញុំស្រឡាញ់សាច់ Cushion Vitamin មែនតើសាច់ម្សៅស្ដើងមែនតើបងប្អូនទាំងអស់គ្នាហើយនៅពេលដែលលាបនៅលើផ្ទៃមុខទៅគឺខំជាប់ផ្ទៃមុខរបស់យើងហ្មងហើយជាពិសេសអត់ធ្វើឲ្យមុខរបស់យើងស្អិតបតាក់ទេគឺអត់ស្អិតបតាក់ហើយនៅពេលដែលបែកញើសគឺកាន់តែគីឡូបងប្អូនទាំងអស់គ្នាគឺអត់ហូរមកតាមញើសទេបងប្អូនទាំងអស់គ្នាមើលនេះនិយាយទៅខាងដែលខ្ញុំដាក់ជាមួយនឹងខាងដែលខ្ញុំអត់ដាក់នៅពេលដែលខ្ញុំ blend ហើយគឺខ្ញុំនឹងឲ្យបងប្អូនទាំងអស់គ្នាមើលខ្ញុំស្រឡាញ់សាច់ម្សៅខ្លាំងមែនតើនៅពេលដែលដាក់លើប៉ុងមើលទៅដូចសាច់ម្សៅក្រាស់ចឹងប៉ុន្តែនៅពេលដែលដាក់នៅលើផ្ទៃមុខបានដឹងថាកម្រិតនៃជាតិម្សៅគឺស្ដើងល្អខ្លាំងមែនតើតែម្ដងអញ្ចឹងនៅពេលដែលខ្ញុំ make up ទៅគាត់ធ្វើឲ្យមុខរបស់ខ្ញុំធ្ងន់ទេបងប្អូនទាំងអស់គ្នាគឺស្រាលលើមុខមែនតើនេះមួយខាងដែលខ្ញុំ make up ហើយមួយខាងដែលខ្ញុំអត់ make up បងប្អូនទាំងអស់គ្នាឃើញអត់និយាយទៅគឺស្អាតខ្លាំងមែនតើហើយអត់ខុសគ្នាឆ្ងាយគ្រាន់ថាបិទបាំងស្នាមយើងបានល្អអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាអត់មានមកកកស្ពីសភូក្រាស់ខ្មឹកអីគឺអត់ហ្មងអញ្ចឹងខ្ញុំស្រឡាញ់ជាមួយនឹង Cushion Vitamin ហ្នឹងខ្លាំងមែនតើមិនដឹងទៅប្រាប់បងប្អូនទាំងអស់គ្នាមកទេប៉ុន្តែខ្ញុំចង់ recommend ឲ្យបងប្អូនទាំងអស់គ្នាប្រើតែម្ដងព្រោះនៅពេលដែលបែកញើសក៏អត់ហូរជាតិម្សៅមកតាមញើសហើយក៏អត់កកផ្ទៃផ្តាដែរកាន់តែបែកញើសគឺមុខកាន់តែគីឡូស្អាតហ្មងបន្ទាប់មកហើយគឺខ្ញុំមកដាក់ជាមួយនឹង blush បងប្អូនទាំងអស់គ្នាទៅគឺខ្ញុំប្រើតែជាមួយនឹង krem ទេដាក់បន្តិចតិចចឹងហើយ blend វាទៅនិយាយទៅយកស្ពណ៌ pink តិចតិចទេព្រោះខ្ញុំ make up តែញ៉ាំអីហ្នឹងគឺខ្ញុំ make up តិចតិចទេយកមានត្រូវទៅកម្មវិធីណាទេចឹងយើងបាច់ make up ច្រើនពេកទេណាមួយនាងខ្ញុំនេះកំពុងតែមិនសូវស្រួលខ្លួនផងបងប្អូនអើយនិយាយទៅក្តៅខ្លួនផងក្អកផងអញ្ចឹងហើយគឺថាអត់មានអារម្មណ៍អីទេគាត់ថាយើងត្រូវទៅណាក៏យកអាចធ្វើមកក្រក់បានដែរត្រូវតែស្អាតចឹងបងប្អូនទាំងអស់គ្នាឈឺមិនក៏ត្រូវតែ make up ដែរហើយ make up ខ្ញុំតាំងពីដើមមកមិនគឺងាយហ្មងបងប្អូន plus ប្រើតែ krem មកដើមទេតាំង plus តាំង color ភ្នែកតាំង krem តាំងអីហ្នឹងបងប្អូនទាំងអស់គ្នាចាតែ krem មកដើមគឺរួចខ្លួនហ្មងបងប្អូនអ្វីដែលសំខាន់មួយទៀតគឺថាក្លិនខ្លួនហ្នឹងហ្មងខ្ញុំនិយាយមែនគឺថាទៅណាអត់មានទឹកអប់ជីវិតអត់ន័យទេបងប្អូនអើយចាអញ្ចឹងឥឡូវនេះគឺថាអត់បងអង្គយូរទេមកដល់កន្លែងញ៉ាំអីតែម្ដងបងប្អូនចានិយាយទៅកិច្ចទៅណាបំផុតក្រៅពីស៊ុបចិនមីចិនស៊ុបចិនមីជូរហិលហ្នឹងទេគឺកិច្ចបំផុតតែគាត់ថាមកលើកនេះរឿងផ្លែយើងញ៉ាំជាបាយជាអីវិញព្រោះសាខានញ៉ាំបាយមួយថ្ងៃដែរបងប្អូនអើយចានិយាយទៅគឺខានញ៉ាំបាយមួយថ្ងៃនិយាយចឹងហ្មងចាភាគច្រើនញ៉ាំតែមីញ៉ាំតែគ្រឿងកញ្ចិតកញ្ចប់អីចឹងណាចឹងឯនេះយើងញ៉ាំបាយឆាមួយលីហូលឆាស៊ីឈွန်អីចឹងទៅតែឃើញខ្ញុំអញ្ចឹងណាបងប្អូនទាំងអស់គ្នាគឺខ្ញុំចូលចិត្តញ៉ាំហ្មងខ្ញុំចូលចិត្តញ៉ាំគ្រាន់ថាពេលដែលញ៉ាំហ្នឹងមិនមែនញ៉ាំច្រើនហ្មងឯងតែមួយផ្លែហ្នឹងគឺញ៉ាំរហូតហ្មងតែគ្រាន់ថាចេះមួយរយៈនេះអត់សូវបានញ៉ាំទេបងប្អូនទាំងអស់គ្នាមួយរយៈនេះយើងរៀងពិបាកចិត្តរៀងស្មុគស្មាញអញ្ចឹងមិនសូវបានញ៉ាំទេហើយតែឯងក៏ដើរលេងបានណាលើហើយខ្ញុំនៅពេលដែលខ្ញុំធ្វើការឯក៏ដោយនិយាយទៅឲ្យតែខ្ញុំចេញថតទៅណាទៅណីក៏ដោយដូចកន្សឹមមិញហ្នឹងខ្ញុំចេញថតអញ្ចឹងហើយខ្ញុំអត់ញ៉ាំអីសោះហ្មងតាំងពីព្រឹកដល់យប់គឺខ្ញុំអត់ញ៉ាំហ្មងខ្ញុំវក់មួយការងារខ្ញុំធ្វើការងារគឺវក់យកហ្មងគឺអត់មានឃ្លានអត់មានអីទាំងអស់ហ្មងហើយម្សិលមិញហ្នឹងចង់ស្លាប់ហ្មងថ្ងៃហ្នឹងខ្ញុំអត់ញ៉ាំទេគឺថាកេងប៉ែតអូតូហ្មងអញ្ចឹងហើយទោះបីមិនក៏ដោយក៏ត្រូវតែញ៉ាំដែរត្រូវតែញ៉ាំធ្រាប់ពោះញ៉ាំអីឲ្យយើងមានចំណីនៅក្នុងកាពះឲ្យកាពះកិនអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះញ៉ាំបាយមួយខ្ញុំណាបងប្អូនទាំងអស់គ្នាចាប់ខ្ញុំទៅចប់